រំបីឆ្នាំ5 ខែធ្វើការក្បែរគ្នាឆ្លងកាត់គ្រាលំបាកនិងសប្បាយការងារមួយនេះមិនដែលណាយទោះហត់ចិត្តកាយនៅតែពុះពៀពេលខ្លះអន់ចិត្តមិននិយាយរកគ្នាពាក្យសម្ដីខ្លះជាពាក្យចេញពីក្នុងចិត្តដឹងតែខ្ញុំនៅតែចងចាំព្រោះជាច្រើនឆ្នាំដែលយើងឆ្លងកាត់ថ្ងៃនេះយើងបែកតែចាប់នៅចងចាំរាប់ពាក្យកាន់តាមសំណាយនឹងទឹកភ្នែកទោះត្រូវធ្វើការអនឡាញផ្សេងបែកគ្នានៅថ្ងៃស្អែកតែចិត្តមិនចែកបែកពីថាមិត្តភាពការងារបែកគ្នាតែអនុស្សាវរីយ៍មិនបែកទោះមិនបានធ្វើការដូចមុនតែសង្ឃឹមថ្ងៃណាមួយពេលយើងជួបគ្នាវិញយើងនៅតែហៅគ្នាព្រោះការរាប់អានខ្លះសាយហើយក៏មានខ្លះហប់ចិត្តរឿងរ៉ាវដប់ជប់បងរៀនឲ្យដឹងច្បាស់តែការជួបនឹងប្រជារឿងធម្មតាតែចិត្តនៅតែមានរាប់អានដូចមុនការងារដែលកន្លងជាបទពិសោធន៍បងរៀនឲ្យដឹងថាមានជួបហើយក៏មានបែកលើគ្នាលែងបានធ្វើការរួមគ្នាទៀតហើយ